តើបងប្អូនមកលីងមន់ចេកខ្ចីជាមួយខ្ញុំមានចេកក្រោយផ្ទះចាំការទៀត3-4ផ្លែមកយកមកលីងហ្មងឥឡូវបងប្អូនមកមើលគ្រឿងណាខ្ញុំមានគល់ស្លាប់មន់ចេកខ្ចីខ្ទឹមសខ្ទឹមក្រហមបងប្អូនហើយស្លឹកក្រូចស្លឹកខ្ទឹមហើយគល់ក្រីហាន់ស្ដើងហើយនេះខ្ញុំច្របាច់ក្រូចឆ្មាដាក់ទឹកបន្តិចដើម្បីចិតចេកខ្ចីយើងនឹងស្ដើងមកបងប្អូនបន្ទាប់មកយើងដាក់ខ្ទះឲ្យក្តៅយើងលីងវាយើងបំពងច្រឡំលីងរហូតយើងបំពងវាឲ្យស្គប់រៀងហឹងតិចហើយយើងស្រង់វាចេញម្សាសិនបងប្អូនហើយទុកវាម្ដុំសិនណាបងប្អូនឥឡូវយើងមកប្រឡាក់មាន់ខ្ញុំដាក់ទឹកម្ទេសទឹកប៉េងប៉ោះក្នុងហ្នឹងណាបងប្អូនហើយរ៉ូឌីស្ករសប្រេងខ្យងអំបិលបន្តិចទៅហើយទឹកស៊ីអ៊ីវខាប់បន្តិចបងប្អូនហើយប្រេងល្ងបន្តិចដែរនិយាយរួមគ្រឿងវារៀងច្រើនបន្តិចដែរអាហ្នឹងបងប្អូនទៅច្របាច់វាទុក10នាទីណាបងប្អូនទុក10នាទីសិនទៅតបមកយើងមកដាក់ចេកយើងបំពងម្ដងទៀតណាបងប្អូនបំពងវាឲ្យវាក្រៀមអូឆ្ងាញ់បងប្អូនខ្ញុំញ៉ាំអាចេកនឹងទទេក៏ឆ្ងាញ់ដែរនេះឲ្យក្រៀមពណ៌ប៉ុណ្ណឹងបងប្អូនហើយយើងស្រង់ចេកចេញហើយយើងមកបំពងអាស្លឹកគ្រៃហើយស្លឹកក្រូចយើងឲ្យវាក្រៀមបងប្អូនឲ្យឈ្ងុយល្អបំពងទៅតបមកយើងស្រង់វាចេញពេលវាក្រៀមអញ្ចឹងហើយបងប្អូនហើយបានយើងដាក់មាន់យើងបំពងដែរយើងដាក់មាន់យើងដែលប្រឡាក់រួចហ្នឹងបំពងបងប្អូនបើសម្រាប់បងប្អូនដែលចូលចិត្តរៀងក្រៀមច្រើនបងប្អូនយករៀងក្រៀមខ្លាំងបើសម្រាប់ខ្ញុំអត់សូវយកក្រៀមខ្លាំងទេបងប្អូនឥឡូវឆាគ្រឿងយើងបងប្អូនមានខ្ទឹមសខ្ទឹមក្រហមហើយទឹកប៉េងប៉ោះហើយប្រេងខ្យងបងប្អូនអានេះហើយទឹកម្ទេសខ្ញុំដាក់ស្ករបន្តិចទៅហើយរ៉ូឌីហើយប្រេងខ្យងបន្តិចរួចរាល់បងប្អូនអានេះកាត់ដោយសារវាបាត់អាវីដេអូហ្នឹងអាវីដេអូដាក់គ្រឿងហ្នឹងខ្ញុំថតទៅខ្ញុំអត់បានចុចកាត់ឲ្យបងប្អូនមើលតែប៉ុណ្្នឹងទេគ្រឿងយើងម្លេងជាមួយមាន់ហ្នឹងឲ្យវារៀងស្ងួតទឹកបន្តិចហើយចាំយើងដាក់ចេកនឹងចូលបងប្អូនឥឡូវរៀបរាប់ហ្មងវាស្រួលជាងបងប្អូនអាចភ្លក់គ្រឿងតាមនឹងបានរសជាតិវាប្រៃផ្អែមហឹរអាហ្នឹងបងប្អូនប៉ុណ្្នឹងឯងវីដេអូហ្នឹងបងប្អូនអរគុណច្រើន